សួស្តីអ្នកនរគ្នាថ្ងៃនេះយើងរៀនអំពីអត្ថបទមួយដែលតាក់ទងអំពីចំណងជើងគឺ Xiao Ming 是一名学生មានន័យថា Xiao Ming គឺជាសិស្សមួយរូបតោះឥឡូវយើងចូលរបស់យើងវិញមុននឹងយើងចូលអត្ថបទរបស់យើងមើលពាក្យកន្លឹះរបស់វាជាមុនសិនតោះពាក្យទី1អានថា Xiao Ming Xiao Ming សំឡេងទី3 Xiao មីងសំឡេងទី2មីងដល់ពេលអានចូលគ្នាសែវមីងមានន័យថាឈ្មោះរបស់សែវមីងហ្នឹងឯងហើយចំពោះពាក្យទី2ចៅសាំងមានន័យថាពេលព្រឹកចៅសំឡេងទី3ជឺអោចៅដល់ពេលសាំង是安山早上មានន័យថាពេលព្រឹកហើយដល់ពេលនេះ起点ម៉ោង7ហើយអានេះ起床ក្រោយពីគេង起床ហើយដល់ពេលចូលគេង睡觉ក្រោយពីគេងអានេះ起床ក្រោយពីគេងដល់ពេល睡觉ចូលគេងហ្នឹងហើយឈឺមានន័យថាញ៉ាំដល់នេះចៅហ្វាន់អាហារពេលព្រឹកដល់ពេលនេះរាំងហូមានន័យថាបន្ទាប់មករ៉ាំងហូនៅខាងមុខវាគឺសៀននឹងគឺមុនសៀនហើយបន្តមកទៀតចុចសកម្មភាពហើយបានរ៉ាំងហូតាមក្រោយរ៉ាំងហូហើយបន្តមកទៀតអ្វីដែលផ្សេងទៀតចឹងទៅអ៊ីមីងមានន័យថាមួយរូបយើងប្រើអ៊ីមីងក៏បានអ៊ីវៃក៏បានអ៊ីវៃក៏